chưa ជឿជាក់ថាមានបងប្អូនខ្លះគាត់ធ្លាប់ញ៉ាំហើយខបកងខ្ទិះដូងប៉ុន្តែអត់ដឹងថាគេធ្វើមិនឥឡូវតោះខ្ញុំមកបង្ហាញហើយថ្ងៃនេះខ្ញុំមានបកង2គីឡូហើយមានខ្ទិះដូងមានស្ករត្នោតមានដកគោឆៅម្ទេសក្រហមហើយនិងខ្ទឹមសអញ្ចឹងសម្រាប់ប្រពន្ធងាយបងជំហានដំបូងគឺយើងដាក់ជាមួយនឹងប្រេងស្ដាយចូលហើយយើងក៏កូរជាមួយនឹងខ្ទឹមនឹងឲ្យវារាងក្រហមតិចមកហើយបន្ទាប់មកយើងដាក់ជាមួយនឹងម្ទេសក្រហមចាហើយយើងកូរច្បល់ឲ្យវាសព្វគ្រឿងក្រៅអញ្ចឹងបងហើយយើងដាក់មួយស្ករត្នោតបន្តិចណាបន្ទាប់មកទៀតហ្នឹងក៏យើងចាក់បកងចូលហើយក៏ច្បល់ចូលគ្នាជាមួយនឹងគ្រឿងហ្នឹងឲ្យវាសព្វល្អហើយជំហានបន្តទៀតគឺយើងដាក់ខ្ទិះដូងហ្នឹងអាចយកខ្ទិះដូងដើមទៅហើយយើងដាក់ឲ្យវារាងច្រានបន្តិចព្រោះដោយសារយើងត្រូវការព្រោះដើម្បីឲ្យបកងវាចូលជាតិជាមួយនឹងខ្ទិះហ្នឹងហើយវាមានរសជាតិឆ្ងាញ់យើងមិនមែនដាក់តែបំពុះលើទេណាអ្នកគ្នាគឺដាក់ឲ្យវាខាប់អញ្ចឹងហើយជំហានបន្តទៀតយើងដាក់ជាមួយនឹងដកគោឆៅឆ្ងាញ់ណាស់បងហើយអាទឹកវានេះទឹកខ្ទិះវាហ្នឹងណាបងមិនបាច់ដាក់ឲ្យវាខាស់ពេកទេដាក់ឲ្យវាមានទឹកអញ្ចឹងដើម្បីយើងស្រូបមួយបាយក៏ឆ្ងាញ់ហើយយើងញ៉ាំមួយនំប៉័ងក៏ឆ្ងាញ់ដែរបង